ណែអាផេះអ្នកសុលកុំមើងងាយមុខរបរលក់ចេកចៀននេះឲ្យសោះណាការពិតអាមុខរបរនេះបើចេះច្បាស់ប្រកាសជាខ្លាយទៅជាសេដ្ឋីហ៊ីអាឌីហេតុអីក៏ឯងនិយាយបែបហ្នឹងមែនហើយគ្រាន់តែលក់ចេកចៀនសោះមិននឹងអាចខ្លាយទៅជាសេដ្ឋីទៅអើយនេះមកពីលក់មិនត្រូវកន្លែងលក់នៅស្រុកយើងមិននឹងខ្លាយទៅជាសេដ្ឋីបើសិនជាអ្នកទាំងអស់គ្នាទៅលក់នៅស្រុកអាគាំងប្រកាសជាខ្លាយទៅជាសេដ្ឋីជាមិនខានអូថាម៉េចទៅលក់នៅស្រុកអាគាំងអូយទៅមិនកើតទេមិនអាចទៅស្រុកគេស្រួលឡើយណាមែនហើយលបងឌីអើយណាមួយពួកខ្ញុំមិនចេះភាសាផងនឹងទៅមិនកើតនោះទេមិនពិបាកនោះទេឥឡូវទៅតាក់តងប្រពន្ធខ្ញុំទៅឲ្យប្រពន្ធខ្ញុំរត់ការឲ្យប្រពន្ធខ្ញុំប្រកាសជាអាចជួយអ្នកទាំងអស់គ្នាឲ្យទៅលក់ចេកចៀននៅស្រុកអាគាំងបានណែចេកចៀននៅទីនេះ1,1000ប៉ុន្តែលក់នៅទីនោះបាន$10ណាអុយឯងអើយច្រើនណាស់បើយើងនៅទីនោះប្រកាសជាខ្លាយទៅជាសេដ្ឋីរឿងជើងបោកស្រុកស្រែពូឌីមីងរុយអាឆ្នុកនិងអាម៉ាប់គឺជាក្រុមបោកប្រាស់នៅក្នុងភូមិមួយពួកគេមានល្បិចបោកអ្នកភូមិជាបន្តបន្ទាប់ហើយក៏មានជនរងគ្រោះជាច្រើនអ្នកផងដែរមេភូមិខ្នះខ្នែងតាមចាប់ពួកគេសម្បើមណាស់ប៉ុន្តែដោយសារតែផោះតាំងមិនគ្រប់គ្រាន់ទើបធ្វើអីពួកគេមិនទាន់បានលោកប្តីតាំងពីរៀបការមកអូនមិនដែលជួយរកលុយបងសោះបងត្រូវរ៉ាប់រងតែម្នាក់ឯងហើយចុះអូនមិនហត់ទេអីការងារផ្ទះច្រើនណាស់បងនៅក្រៅធ្វើការងារតែបន្តិចនោះទេតែអូននៅផ្ទះការងារច្រើនមុខបើហ៊ានតែសម្រាប់ប្រកាសជាសល់ការងារជាមិនខានការងារអូននៅផ្ទះរកចំណូលមិនបានផងនឹងចាត់ទុកថាជាអ្វីទៅអូនមិនចង់បែបនេះនោះទេអូនពិតជាចង់ជួយរកលុយបងណាមិនចង់ទម្លាក់បន្ទុកលើបងទាំងអស់ឡើយអេបើអូនចេញរកលុយបងក៏ចេញរកលុយតែអ្នកណាធ្វើការងារផ្ទះបើគ្មានអ្នកធ្វើបែបនេះប្រកាសជាត្រូវជួលគេមកធ្វើការងារផ្ទះទាំងអស់នេះហើយពេលនោះប្រកាសជាត្រូវចំណាយលុយទៀតដូច្នេះអូនជួយធ្វើការងារផ្ទះក៏ជួយសន្សំលុយកាក់ខ្លះដែរតើយ៉ាងណាក៏ដោយក៏អូនត្រូវតែឆ្លៀតពេលដើម្បីជួយរកលុយបងដែរប៉ុន្តែពេលនេះអូនរនឹងមិនទាន់ឃើញថាគួរធ្វើអ្វីនោះទេមិនអីទេបើសិនជាអូនចង់រកស៊ីបងក៏មិនហាមឃាត់ដែរប៉ុន្តែកុំព្យាយាមដាក់សម្ពាធខ្លួនឯងខ្លាំងពេកបើគិតមិនឃើញទេអូនធ្វើការងារផ្ទះហ្នឹងទៅបងមិនបានថាឲ្យអូនឯណាចាអរគុណណាលោកប្តីបងគឺជាស្វាមីដែលមានទំនួលខុសត្រូវណាស់បើអញ្ចឹងបងប្រញាប់ទៅអូនទៅផ្សារដែរបងទៅហើយថ្ងៃពួកយើងជួបគ្នាណែអាឆ្នុកអាម៉ាប៉ាពេលនេះពួកយើងដាក់បោកគេឡើងសោះសាច់អស់ហើយគ្មានអ្នកណាគេជឿយើងទៀតនោះទេតើបន្តពួកយើងគិតធ្វើយ៉ាងម៉េចទៅខ្ញុំនេះអត់ចេះអីក្រៅពីបោកគេទេខ្ញុំមិនបដូរមុខរបរជាដាច់ខាតនៅក្នុងភូមិនេះមិនទាន់អស់មនុស្សដែលត្រូវបោកនោះទេឲ្យតែពួកយើងព្យាយាមបញ្ចុះបញ្ចូលប្រកាសជាអាចបោកប្រាស់បានបន្តទៀតមែនហើយអ្នកខ្លះក៏នៅតែជឿសម្ដីយើងអញ្ចឹងហើយបើបោកបានម្នាក់ពីរនាក់ក៏វាបានលុយក្រែលដែរហ្នឹងណាមីងកាលពីមុនណាពួកយើងរកបានច្រើនអ្នកបោកគេបានច្រើនណាស់ប៉ុន្តែឥឡូវនេះគឺថាកាន់តែតិចទៅហើយតិចអីក៏តិចទៅពេលដែលយើងបោកអស់លែងមានអ្នកជឿពួកយើងបដូរទីលំនៅទៅនៅភូមិផ្សេងហើយបោកគេជាបន្តទៀតអាឆ្នុកនិយាយត្រូវណាការរកស៊ីគឺអញ្ចឹងឯងបើយើងប្រឹងមិននឹងបានឥឡូវពួកឯងមានកំណត់គោលដៅបានហើយឬនៅថាជាបន្តទៀតពួកយើងគួរបោកអ្នកណាទៅខ្ញុំមិនទាន់ដឹងទេប៉ុន្តែចាំមើលទៅអ្នកណាគេល្ងងមានលុយចាយយើងនិយាយលេងទៅក្រែងលោកគេជឿបើគេជឿយើងអាចបោកគេបានជាមិនខានអាយ៉ាឆាប់ទៅផ្ទះលោកវិភូមិជាមួយខ្ញុំទៅប្តឹងអាឆ្នុកអាម៉ាប់និងនាងរុយព្រោះពួកវាបោកលុយយើងច្រើនណាស់មានផ្អស់តាំងដែរទេទៅរកប្តឹងផ្ដាល់នឹងហាពួកវានេះណាបកាយរៀបចំល្បិចខ្លាំងណាស់រៀបចំល្បិចឡើងស្អាតសូម្បីតែផោះតាំងមួយដែលមិនសល់ទុកក៏គ្មានផងឯងទៅនឹងប្រយ័ត្នតែគេប្តឹងបន្ថែមទៀតទៅខ្ញុំនេះមិនគួរណាចាញ់ល្បិចវាសោះហេតុអីទៅវាប្រាប់ខ្ញុំថាដាក់លុយបានលុយប៉ុន្តែដាក់ទៅក៏បាត់អស់រលីងនឹងមកពីឯងលោភលន់នឹងណាកុំទៅបន្តគេ
ក្តៅក៏ហើយខ្លាំងណាស់ពួកយើងគួរតែយករឿងនេះទៅប្រាប់អ្នកភូមិជាបន្តទៀតកុំឲ្យពួកគេចាញ់ល្បិចវា រឿងនឹងប្រកាសជាត្រូវអញ្ចឹងហើយយកទៅនិយាយផ្សព្វផ្សាយគ្រប់គ្នាបានដឹងពីទង្វើអាក្រក់និងថោកទាបរបស់ពួកវាកុំឲ្យមានជនរងគ្រោះបន្តទៀតចាំមើលតើពួកវាអាចធ្វើយ៉ាងម៉េចបាន អាឆ្នុកអាម៉ាប់នាងរុយបើអញនៅមិនសុខពួកឯងក៏នៅមិនសុខដូចគ្នាអ៊ំអុកអ៊ំសឿនខឹងរឿងអីទៀតហើយហេតុអីក៏និយាយលឺខ្លាំងម្ល៉េះអូវិមានណានេះអ៊ំទើបតែចាញ់បោកអាឆ្នុកអាម៉ាប់នឹងណាអស់លុយច្រើនខ្លាំងណាស់ហើយឯងប្រយ័ត្នប្រយែងផងណាកុំនៅក្បែរនាងរុយកុំនៅក្បែរអាឆ្នុកអាម៉ាប់នឹងឲ្យសោះពួកគេគឺជាក្រុមតែមួយនោះទេ ពួកវានឹងមានល្បិចហើយក៏ប្រកែនិយាយទៀតផងបើសិនជានៅស្ដាប់ប្រកាសជាចាញ់សម្ដីវាលបងយកលុយទាល់តែអស់ដូច្នេះហើយក្មួយឯងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ អូរឿងនេះខ្ញុំក៏ដឹងដែរខ្ញុំឮអ្នកភូមិយើងនិយាយច្រើនណាស់អំពីអាឆ្នុកអាម៉ាប់ហើយនឹងមីងរុយពួកគេគឺជាដៃគូសហការដើរបោកប្រាស់អ្នកដទៃអញ្ចឹងហើយលោកវិភូមិចាប់ពួកវាមិនដែរបានទេសុទ្ធតែគ្មានផោះតាំងគ្រប់គ្រាន់ ដោយសារតែពួកវានឹងប្រើល្បិចខ្ពស់ខ្លាំងណាស់គ្មានមិនសល់ដាននោះទេអើយមិនដឹងថាត្រូវមានជនរងគ្រោះប្រមាណអ្នកទៀតទេ មិនអីទេអ៊ំមនុស្សដើរបោកប្រាស់គេបែបនេះគង់តែធ្លាក់ក្នុងសំណាញ់ច្បាប់ថ្ងៃណាមួយជាមិនខានហើយប្រាប់ប្រពន្ធឯងផងណាកុំឲ្យនៅក្បែរកុំនិយាយលេងជាមួយពួកអស់នោះនិយាយតែពីរឿងលុយកាក់នោះទេហើយបើសិនជាអ្នកណាចង់បានលុយកាក់ឬកំពុងតែទាល់ច្រកអីខ្លាំងប្រកាសជាធ្លាក់ក្នុងល្បិចគេជាមិនខានអូមែនហើយប្រពន្ធខ្ញុំកំពុងតែចង់រកស៊ីផងព្រោះគេចង់ជួយខ្ញុំរកប្រាក់បន្ថែមជួយដោះបំណុលថ្លៃផ្ទះព្រោះថាផ្ទះដែលខ្ញុំធ្វើនឹងគឺខ្ចីពីធនាគារ បើអញ្ចឹងឯងគួរតែប្រញាប់ទៅប្រាប់ប្រពន្ធឯងទៅប្រយ័ត្នវាយឺតពេល បាទអ៊ំចាំពេលដែលខ្ញុំត្រឡប់មកពីស្រែខ្ញុំនឹងនិយាយរឿងនេះប្រាប់នាងអីស្រីលាក់ងាប់ហើយមុខស្រអាប់ថ្ងាសអត់ចែងចាំងបបេមាត់ធ្លាក់បែបនេះគេហៅថាគ្មានហុងស៊ុយប្រកាសជាខ្វះខាតរឿងលុយកាក់ជាមិនខាន យេមកឆ្នុកនេះបងឯងចេះទូទេតាំងពីអង្ការងាប់ហើយនេះឯងមិនដឹងទេអីអាឆ្នុកនេះណាគឺជាមនុស្សដែលប្រកែកទូទីណាប៉ុន្តែវាមិនចេះតែមើលឲ្យគេផ្ដេសផ្ដាស់ឡើយ រឿងនេះកម្រមានអ្នកដឹងណាអ្នកភូមិឯងអាឆ្នុកវាចេះតែប្រាប់ទៅ បើអញ្ចឹងបងឆ្នុកជួយរកដំណោះស្រាយឲ្យខ្ញុំផងខ្ញុំពិតជាត្រូវការលុយពិតមែនតើធ្វើយ៉ាងម៉េចទើបអាចមានលុយ មានអីទៅពិបាកចេញរកស៊ីទៅប្រកាសជាមានលុយហើយតាមខែឆ្នាំរបស់នាងត្រូវរកស៊ីនៅក្នុងថ្ងៃនឹងទៅជោគជ័យបើថាមិនរកស៊ីនៅក្នុងថ្ងៃនឹងទេណាគឺថាហួសពេលហើយព្រោះថាឱកាសគឺមានតែម្ដង10ឆ្នាំទើបអាចមកម្ដងទៀត អូយឮដែរទេស្រីលាក់ឱកាសល្អហើយសំណាងណាស់ដែលឯងដើរមកតាមផ្លូវជួបអាឆ្នុកនោះបើមិនអញ្ចឹងទេរំលងឱកាសដ៏ល្អនេះត្រូវរងចាំដល់10ឆ្នាំក្រោយងាប់ហើយបើ10ឆ្នាំក្រោយមែនណាធនាគារប្រកាសជារឹបអូសយកផ្ទះខ្ញុំជាមិនខានមិនបានទេខ្ញុំត្រូវតែប្រញាប់រកលុយក្នុងថ្ងៃនេះ ខ្ញុំឮថានាងសង់ផ្ទះថ្មីជំពាក់លុយធនាគារដូច្នេះត្រូវតែប្រឹងរកដើម្បីសងគេឲ្យចាប់ចុងចាប់ដើមទៅរងចាំដល់10ឆ្នាំក្រោយប្រយ័ត្នធនាគារយកផ្ទះបាត់ តើខ្ញុំគួរធ្វើអីទៅសូមមេត្តាជួយណែនាំខ្ញុំផង តើនាងមានជំនាញអ្វីទៅ ស្អីក៏ខ្ញុំមិនចេះដែរក្រៅពីដាំបាយធ្វើម្ហូបនិងធ្វើការងារផ្ទះការរកស៊ីណាត្រូវការជំនាញហើយបើឯងគ្មានចេះស្អីសោះផងទៅរកលុយយ៉ាងម៉េចនឹងកើតបងឆ្នុកអើយជួយខ្ញុំផងទៅខ្ញុំមិនចង់ឲ្យប្តីខ្ញុំលំបាកតែម្នាក់ឯងនោះទេ ឥឡូវបើថានាងគ្មានជំនាញក្នុងការរកស៊ីទេខ្ញុំមានមុខរបរមួយទៀតណែនាំឲ្យនាងធ្វើមិនចាំបាច់ត្រូវការប័ណ្ណពិសោធន៍អីច្រើននោះទេ តើធ្វើអីទៅបងឆ្នុកឆាប់ប្រាប់មក គឺលេងល្បែងបើនាងឈ្នះប្រកាសជាបានលុយច្រើន ថាម៉េចលេងល្បែងមែនទេអើលេងល្បែងមិនត្រូវការចំណេះជំនាញអីនោះទេបើឯងមិនចេះពួកយើងអាចបង្រៀនបានតាន់ថ្ងៃនេះរិស័យឯងបើកឯងប្រកាសជាលេងឈ្នះបានលុយច្រើនជាមិនខានតើលេងជាមួយអ្នកណាទៅ គឺលេងជាមួយពួកយើងនឹងហើយ ងាប់ហើយកោលុយទៅគ្នាឯងនឹងកើតដែរអូ អត់ទេនាងត្រូវតែឆ្លងកាត់ពួកយើងសិនមុននឹងទៅលេងជាមួយស្ដេចល្បែងនៅឯម៉ាកាវ ថាម៉េចទៅលេងជាមួយនឹងស្ដេចល្បែងនៅម៉ាកាវ ត្រូវហើយបើសិនជានាងអាចឆ្លងកាត់ពួកយើង
នាងប្រកាសជាអាចទៅលេងជាមួយនឹងស្ដេចល្បែងនៅឯម៉ាកាវចង់បានលុយប្រមាណ100 លានដុល្លារមកក៏បានដែរ យ៉ាងម៉េចស្រីលាក់តើឯងចាប់អារម្មណ៍ដែរទេចាខ្ញុំប្រកាសជាចាប់អារម្មណ៍ហើយបានចឹងតោះពួកយើងគួរតែប្រញាប់ទៅលេងទៅ អាម៉ាប់តោះទៅរៀបវងអើញ៉ាលក់ជ័យជៀនយូរហើយជំពាក់បំណុលគេកាន់តែច្រើនមុខរបរនេះដោះបំណុលមិនបានទេឯង បើឯងមិនឲ្យខ្ញុំលក់ចេកចៀនទេតើឯងចង់ឲ្យខ្ញុំទៅធ្វើអី ពួកយើងពិភាក្សាគ្នាទៅគួរតែរករបរបន្ថែមមុខរបរស្រែចម្ការបានតែចិញ្ចឹមជីវិតតែប៉ុណ្ណោះហើយចំណែកឯមុខរបរលក់ជ័យជៀនរបស់ឯងនេះក៏បានចំណូលតិចទៀតមិនអាចយកទៅសងបំណុលគេបានទេដូច្នេះថ្ងៃណាមួយគេប្រកាសជាមករឹបអូសយកផ្ទះយើងជាមិនខានខ្ញុំគិតថាគួរតែធ្វើអ្វីបន្ថែមទៀតនឹងណាឯង តែខ្ញុំនេះវាគ្មានចំណេះជំនាញអីក្រៅពីធ្វើចេកចៀនលក់ទេណាឯងអើយ មែនហើយចំណែកឯខ្ញុំនេះក៏មិនចេះអីក្រៅពីស្រែចម្ការដែរណែអាផេះអ្នកសុលកុំមើងងាយមុខរបរលក់ចេកចៀននេះឲ្យសោះណាការពិតអាមុខរបរនេះបើចេះច្បាស់ប្រកាសជាខ្លាយទៅជាសេដ្ឋីហីអាឌីហេតុអីក៏ឯងនិយាយបែបហ្នឹង មែនហើយគ្រាន់តែលក់ចេកចៀនសោះមិននឹងអាចខ្លាយទៅជាសេដ្ឋីទៅ អើយនេះមកពីលក់មិនត្រូវកន្លែងលក់នៅស្រុកយើងមិននឹងខ្លាយទៅជាសេដ្ឋីបើសិនជាអ្នកទាំងអស់គ្នាទៅលក់នៅស្រុកអាកាំងប្រកាសជាខ្លាយទៅជាសេដ្ឋីជាមិនខានអូថាម៉េចទៅលក់នៅស្រុកអាកាំងអូយទៅមិនកើតទេមិនអាចទៅស្រុកគេស្រួលឡើយណា មែនហើយលបងឌីអើយណាមួយពួកខ្ញុំមិនចេះភាសាផងនឹងទៅមិនកើតនោះទេ មិនពិបាកនោះទេឥឡូវទៅតាក់ទងប្រពន្ធខ្ញុំទៅឲ្យប្រពន្ធខ្ញុំរត់ការឲ្យប្រពន្ធខ្ញុំប្រកាសជាអាចជួយអ្នកទាំងអស់គ្នាឲ្យទៅលក់ចេកចៀននៅស្រុកអាកាំងបានណែចេកចៀននៅទីនេះ1,1000ប៉ុន្តែលក់នៅទីនោះបាន$10ណាអុយឯងអើយច្រើនណាស់បើយើងនៅទីនោះប្រកាសជាខ្លាយទៅជាសេដ្ឋី តើត្រូវការចំណាយលុយប្រមាណទៅដើម្បីបានទៅលក់ចេកចៀននៅស្រុកអាកាំងនោះ រឿងនេះខ្ញុំមិនសូវដឹងច្បាស់ទេទាល់តែទៅតាក់ទងប្រពន្ធខ្ញុំសិនព្រោះគេច្បាស់លើរឿងនេះខ្លាំងណាស់អីទេឌីអញនេះអរគុណហើយដែលឯងជួយបង្ហាញផ្លូវអើឆាប់ទៅបន្តិចទៅប្រយ័ត្នហួសឱកាសព្រោះថាប្រពន្ធអញអត់មានពេលច្រើនដើម្បីរត់ការឲ្យឯងតែម្នាក់នោះទេមានអ្នកផ្សេងទៀតក៏គេទៅពឹងពាក់ប្រពន្ធអញដែរ ចាបានចឹងពួកខ្ញុំទៅប្រមូលលុយសិនណាបងឌី អាយ៉ាហេតុអីក៏ថ្ងៃនេះខ្ញុំលែងមិនឈ្នះសោះអញ្ចឹងនេះបានន័យថាសមត្ថភាពឯងនៅខ្សោយណាស់ត្រូវការរយៈពេល1ខែ2ខែទៀតទើបឯងនេះអាចទៅលេងជាមួយស្ដេចល្បែងបាន នេះគឺជារឿងធម្មតាទេការចាប់ផ្ដើមអ្នកណាក៏បរាជ័យដែរនាងគ្រាន់តែយកលុយពីផ្ទះមកលេងបន្ថែមមកពេលដែលនាងមានបទពិសោធន៍គ្រប់គ្រាន់នាងអាចជួបស្ដេចល្បែងបានហើយចាញ់ប៉ុណ្ណឹងគ្មានអីអស្ចារ្យនោះទេបន្តិចបន្តួចតើនេះគេហៅថាយកនុយទូចស្ទូចយកត្រីធំ ប៉ុន្តែថ្ងៃនេះខ្ញុំចាញ់អស់ច្រើនណាស់ខ្ញុំមិននឹងអាចទៅយកលុយពីផ្ទះមកលេងបន្ថែមទៀតទៅ បើឯងរកស៊ីសូនសាញពេកណាប្រកាសជាមិនអាចទៅមុខរួចនោះទេបើសិនជាឯងលះជាងនេះបន្តិចធានាថានឹងទទួលបានជោគជ័យ ត្រូវហើយស្ទាក់ស្ទើរបែបហ្នឹងធ្វើការធំមិនកើតទេនាងកុំចង់រកស៊ីធំឲ្យសោះបើនាងនៅតែសូនសាញអារឿងកប៉ិកកប៉ុកប៉ុណ្ណឹងនោះឆាប់ទៅយកលុយពីផ្ទះមកថែមមកពួកយើងជួយបង្ហាត់បន្ថែម បានដើម្បីសម្រេចគោលដៅធំខ្ញុំត្រូវតែទៅយកលុយមករៀនបន្ថែមទៀតអើឲ្យវាអញ្ចឹងឡើងមើល នេះម៉ោង 12 ទៅហើយប្រពន្ធខ្ញុំមិនទាន់មកពីផ្សារទៀតតើនាងកើតអីទៅរត់ដងមិនដែលយូរអញ្ចឹងនោះទេពេលខ្ញុំមកដល់ផ្ទះបាយម្ហូបគឺឆ្អិនអស់ហើយនាងរៀបចំទុកចាំទៀតប៉ុន្តែពេលនេះបាត់សមោសូនឈឹងឬមួយក៏នាងមានបញ្ហាអើយវិមានណាពូចិត្តទៅលក់ចេកចៀននៅឯបរទេសហើយដូច្នេះឯងជួយមើលផ្ទះពូផងណាថាម៉េចនេះពូទៅលក់ចេកចៀននៅឯបរទេសពូមានបងប្អូននៅទីនោះមែនទេ មិនមានបងប្អូននៅទីនោះទេប៉ុន្តែពូមីងឲ្យនឹងរុយរត់ការឲ្យ អេមីងកុំឲ្យសោះប្រយ័ត្នចាញ់បោកមីងរុយទៅមីងរុយនឹងប្រកែកបោកគេណាមីងរុយពូឌីអាឆ្នុកអាម៉ាប់នឹងសុទ្ធតែជាក្រុមតែមួយនោះទេហីហេតុអីក៏ឯងនិយាយបែបនេះពូឌីជាអ្នកដើរតាក់មួយមីងរុយគឺជាអ្នកបោកប្រាស់
បើពូមិនជឿទេទៅសួរអ៊ំអុកអ៊ំសឿនទៅពួកគាត់ទៅចាញ់បោកហើយតើ ណែឯងតើពួកយើងគួរជឿខាងណាទៅ ណែខ្ញុំក៏មិនដឹងដែរឯងម្នាក់ថាបែបនេះម្នាក់ថាបែបនោះអើយពុផេះងាយស្រួលគិតនោះទេបើមីងរុយអាចរត់ការឲ្យគេទៅនៅបរទេសរកស៊ីនៅទីនោះបានប្រាក់វ៉ាល់លានមែនណាហេតុអីក៏គាត់នៅតែរស់នៅទីនេះហើយប្តីគាត់នៅតែធ្វើស្រែ យីដូចជាសមហេតុសមផលតើឯងហើយសំណាងហើយដែលបានជួបវិមានគេជួយដាស់តឿនបើមិនចឹងទេពួកយើងច្បាស់ជាត្រូវខាតបង់លុយចោលទៅទេ ឯងនិយាយត្រូវណាវិមានពួកយើងមិនត្រូវយកលុយឲ្យនាងរុយទៅទេនោះទេមីងរុយពូឌីតាក់តងពូមីងដើម្បីបោកប្រាស់ហើយពូមីងរៀបចំផោះតាំងទៅដើម្បីប្តឹងមីងរុយពូឌីចាប់ពួកគាត់ឲ្យទាល់តែបាន មិនអីទេណាវិមានមីងនឹងធ្វើតាមឯង បើអញ្ចឹងពូទៅសិនហើយណាក្មួយអូនទៅផ្សារបាត់មកព្រឹកធំហេតុអីក៏អត់មានម្ហូបអញ្ចឹង លោកប្តីអើយអូននេះត្រូវថ្នាំសណ្ដំគេស្លាប់ឡើងមកព្រឹកធំ ថាម៉េចត្រូវថ្នាំសណ្ដំ មែនហើយអូនត្រូវថ្នាំសណ្ដំគេហើយគេបានយកលុយអូនអស់ហើយតើបានជាអូនមិនអាចទៅផ្សារទិញម្ហូបមកបាន អាយ៉ាបងថាមានរឿងមែនមិនអីទេនៅផ្ទះមានអីធ្វើនឹងហូបទៅចាំបងជាអ្នកធ្វើម្ហូបអូនទៅសម្រាកទៅណា ចាអរគុណណាលោកប្តី 3 ថ្ងៃក្រោយមក ណែឯងណាក្រែងតែឯងប្រាប់ខ្ញុំថាលបងផេះហើយនៅមីខ្សុលយកលុយមកឲ្យខ្ញុំនោះអីខ្ញុំចាំបាត់មិនឃើញតតែសោះពួកគេភ្លេចហើយឬក៏យ៉ាងម៉េច ទេពេលខ្ញុំនិយាយជាមួយគេជឿឡើងស្លុងណាហើយគេថាប្រមូលលុយតែមួយព្រឹកបានហើយហេតុអីក៏ចាំដល់ពេលនេះហើយនៅតែមិនឃើញទៀត ឬមួយក៏គេដឹងរឿងហើយគេមិនមក មិនសមទេខ្ញុំនេះខំប្រឹងបញ្ចុះបញ្ចូលគេជឿច្បាស់ណាស់ បើអញ្ចឹងថ្ងៃនេះឯងគួរតែឆ្លៀតទៅផ្ទះរបស់គេហើយនិយាយបំភ័យគេបន្តិចទៅ ចាំខ្ញុំទៅជួបគេមិនអីទេឯងចាំតែរាប់ប្រាក់ទៅណា ខ្ញុំរងចាំដំណឹងល្អពីឯងចុះណាកុំឲ្យខ្ញុំខកបំណងព្រោះថានេះគឺជាអតិថិជនធំបំផុត មីងរុយម៉ួយប្រមូលលុយមកហើយហេតុអីក៏នៅផ្ទះទៀត ហាថាម៉េចមកយើងមកហើយមែនទេ មកហើយឮថាប្រមូលលុយបានច្រើនណាស់ឆាប់រៀបចំកន្លែងទៅឯងកុំឲ្យខកឆាប់ទៅជួបម៉ួយទៅថ្ងៃនេះធ្វើយ៉ាងណារកលុយឲ្យបានច្រើនណា ឯងក៏អញ្ចឹងដែរទៅរកមួយបន្ថែមទៀតមកពួកយើងចែកផ្លូវគ្នាធ្វើការ ពូឌីធ្វើការឲ្យលះណាមួយខែនេះរកម៉ួយមិនបានសោះពួកឯងពូម្នាក់ឯងវាពិបាកបន្តិចហើយព្រោះថាបោកគេក៏ច្រើនពួកយើងក៏វាល្បីឈ្មោះដូច្នេះមិនសូវមានអ្នកជឿនោះទេហើយពួកឯងមកក្រុមដើរគ្នាដល់តែ3នាក់ម្នាក់ច្រៀងម្នាក់បន្តដូច្នេះទើបងាយនឹងបោកគេបានហ្នឹងណា បានហើយមិនបាច់ចាំឆ្លោះប្រកែកគ្នានោះទេតោះពួកយើងចែកផ្លូវគ្នាធ្វើការ រកស៊ីដំបងអ្នកណាក៏ខាតដែរកុំស្ដាយលុយអស់នឹងអីមិនយូរទៀតទេខ្ញុំប្រកាសជាជោគជ័យប្តីខ្ញុំប្រកាសជាធូរស្រាលជាមិនខានថ្ងៃនេះខ្ញុំប្រកាសជាលេងឈ្នះខ្ញុំមានជំនឿចិត្តព្រោះថាការពីយប់មិញខ្ញុំយកសពល្អខ្លាំងណាស់ ស្រីលាក់ថ្ងៃនេះដូចជាព្រលឹមដល់ហើយណោះមិនឲ្យងើបពេលព្រលឹមយ៉ាងម៉េចទៅមីងព្រោះភាពជោគជ័យរងចាំខ្ញុំនោះអីណែស្រីលាក់តើថ្ងៃនេះនាងយកលុយមកប្រមាណទៅតិចតួចរៀនអត់បានច្រើនទេខ្ញុំលួចលុយប្តីខ្ញុំបាន2លានដែរយ៉ាងម៉េចប៉ុណ្ណឹងគ្រប់គ្រាន់ដែរទេងាប់ហើយស្រីលាក់តែ2លានទេអីណាហើយបើមានតែ2លានក៏2លានទៅចុះប៉ុន្តែ2លាននឹងមិនប្រកាសថាឯងនេះអនុវត្តបានជោគជ័យទេមិនអីទេមីងជួយនាងទៅព្រោះថាសុទ្ធតែជាអ្នកភូមិយើងតើបើនាងមានបានពួកយើងក៏បានចាយដែរកំភៃបើសិនជាខ្ញុំខ្លាចទៅជាអ្នកមានពិតមែនខ្ញុំមិនភ្លេចអ្នកទាំងអស់គ្នាឡើយ
ឲ្យវាមានកណានចឹងឡើងតោះពួកយើងទៅរៀបចំកន្លែងទៅ เฮ้ยប្រពន្ធខ្ញុំនេះដូចជាចម្លែកដល់ហើយមួយរយៈចុងក្រោយនេះបាត់ពីផ្ទះរហូតហើយចេញទៅម្ដងគឺយូរខ្លាំងណាស់មិនដឹងថានាងធ្វើអីនៅខាងក្រៅខ្លះទេតាំងពីថ្ងៃដែលនាងត្រូវថ្នាំសណ្ដំរបស់ចៅមកគឺនាងមិនសូវនៅផ្ទះទាល់តែសោះឬមួយក៏នាងកំពុងតែមានបញ្ហាអីមួយទេដឹងហេវាមានហេតុអីក៏ឯងមកអង្គុយលាងចាននៅមុខផ្ទះបែបនេះ អមើយបើមិនជួយលាងចានមិនកើតទេព្រោះថាប្រពន្ធខ្ញុំមិនសូវនៅផ្ទះបើខ្ញុំមិនធ្វើគឺមានតែទុកចានចោលហើយ អេបើប្រពន្ធឯងមិននៅផ្ទះតែប្រពន្ធឯងគេរវល់ទៅធ្វើស្អីទៅ ខ្ញុំក៏មិនដឹងដែរមើលរយៈចុងក្រោយនេះព្រឹកបាត់ល្ងាចបាត់ព្រឹកបាត់ល្ងាចបាត់ហើយមិនត្រឹមតែបាត់មនុស្សទេសូម្បីតែលុយក៏បាត់ដែរអីយ៉ាដូចជាអត់ស្រួលទេណែប្រយ័ត្នប្រពន្ធឯងចាញ់ល្បិចក្រុមអាឆ្នុកណានេះឯងមានបាននិយាយប្រាប់នាងដែរទេអូកាលនោះខ្ញុំបំរុងថានិយាយប្រាប់នាងដែរប៉ុន្តែពេលនាងមកដល់ផ្ទះម៉ោង 12 ទៅហើយនាងប្រាប់ថាត្រូវថ្នាំសណ្ដំរបស់ចៅហើយចៅលួចយកលុយអស់ដូច្នេះខ្ញុំរវល់តែរឿងនោះក៏ភ្លេចនិយាយរឿងនេះប្រាប់នាងទៅ អើយបែបនេះអ៊ំសង្ស័យណាស់សង្ស័យតែប្រពន្ធឯងត្រូវក្រុមពួកនោះបោកហើយ ទៅឆាប់ទៅរកប្រពន្ធឯងទៅយីសុកចិត្តឲ្យប្រពន្ធបាត់ពីផ្ទះទាំងព្រឹកទាំងល្ងាចអញ្ចឹងអីបើអញ្ចឹងខ្ញុំទៅរកនាងសិនទេអាផេះអ្នកសល់នេះណាត់គ្នាមកទីនេះហេតុអីក៏យូរខ្លាំងម្ល៉េះចង់សួរនាំអារឿងលុយកាក់នឹងហេតុអីមិនឃើញយកទៅឲ្យប្រពន្ធខ្ញុំអញ្ចឹងរយៈពេល 3 ថ្ងៃទៅហើយពួកនេះពិតជាពិបាកបោកមែនអាពីដំបងនិយាយពីជឿនោះជឿហើយខ្ញុំគិតថាបានលុយហើយតើហើយនេះដល់តែ 3 ថ្ងៃទៅហើយបែរជាមិនទាន់បានលុយពីពួកគេទៀតប៉ុន្តែថ្ងៃនេះបើបានជួបខ្ញុំត្រូវតែនិយាយឲ្យធ្លាក់លុយទាល់តែបានពួកឌីចាំអញយូរហើយរនៅអូអាផេះអ្នកសល់មកហើយអីអត់យូរទេមកនិយាយគ្នាសិនមក អូឲ្យខ្ញុំសំទោសផងយឺតយូរដោយសារតែពួកខ្ញុំនេះរវល់តែប្រមូលប្រជាការពីភូមិ អេប្រមូលប្រជាការពីភូមិធ្វើអីហើយពួកគេចង់ទៅនៅស្រុកអាកៀងដែរមែនទេអត់ទេគឺប្រមូលមកចាប់ឯងនឹងណាឥឡូវនេះពាត់ជាប់ហើយនៅជុំវិញនេះពួកគេសិតតែរងចាំឯងទាំងអស់ឯងទៅផ្លូវណាក៏ជួបពួកគេដែរហេតុអីក៏មកចាប់ខ្ញុំទៅវិញយើងមានផុសតាងគ្រប់គ្រាន់អស់ហើយឯងបោកប្រាស់យើងចង់បញ្ឆោតឲ្យយើងនឹងយកលុយជាច្រើនម៉ឺនដុល្លារទៅឲ្យប្រពន្ធឯងរត់ការឲ្យទៅនៅបរទេសមែនទេ ពេលនេះអស់លក្ខហើយពួកយើងដាច់ខាតត្រូវតែចាប់របងឌីឯងឲ្យចូលគុក ណែអ្នកទាំងអស់គ្នាកុំយល់ច្រឡំអីណារឿងនេះគឺជាការពិតពួកខ្ញុំមិនបានប្រឌិតនោះទេមិនអីទេបន្តិចទៀតលោកមេភូមិនាំប៉ូលីសមកហើយពិតឬមិនពិតនឹងដឹងគ្នានៅពេលនោះអាយ៉ាវីវ៉ូហើយមើលទៅអញអស់លក្ខហើយអ្នកស្រីលក្ខខ្ញុំមើលតែមុខនាងគឺរាសីបើកនៅក្នុងថ្ងៃនេះឯងហើយគឺជាឱកាស100ឆ្នាំមានតែម្ដងនោះទេបើសិនជានាងមិនធ្វើនៅពេលនេះនាងត្រូវរងចាំ100ឆ្នាំក្រោយដូច្នេះនាងត្រូវតែចាត់ឱកាសនេះឲ្យតតែបានណាឱកាសអីទៅ100ឆ្នាំទៅមានម្ដងនោះគឺឱកាសខ្លាយទៅជាសេដ្ឋីពិភពលោកហ្នឹងណាថាម៉េចសេដ្ឋីពិភពលោកត្រូវហើយនាងនឹងខ្លាយទៅជាសេដ្ឋីពិភពលោកនៅក្នុងថ្ងៃនេះមនុស្សមួយផែនដីគ្មានអ្នកណាមានលុយស្មើនាងនោះទេសេដ្ឋីលំដាប់ពិភពលោកព្រះអើយខ្ញុំពិតជាមិននឹកស្មាននោះទេតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅឆាប់ប្រាប់ខ្ញុំមកបងឆ្នុកនាងត្រូវតែលក់ផ្ទះនាងលក់ដីស្រែលក់គេអកទាំងអស់នៅក្នុងថ្ងៃនេះតែម្ដងហើយយកលុយមកឲ្យពួកខ្ញុំនឹងយកលុយនេះទិញសម្បត្តិយន្តហោះជិះទៅលេងល្បែងជាមួយស្ដេចល្បែងទាំងឡាយនៅឯម៉ាកាវឯណោះហើយនៅក្នុងថ្ងៃនេះណាពួកគេលេងមិនឈ្នះពួកយើងនោះទេដោយសារតែអំណាចបារមីរបស់នាងហើយដូច្នេះខ្ញុំប្រកាសជាប្រមូលលុយរាប់រយរាប់ពាន់លានដុល្លារមកទីនេះវិញហើយពេលនោះនាងនឹងក្លាយទៅជាសេដ្ឋីហើយនាងអាចឲ្យខ្ញុំចាយប្រមាណក៏បានដែរអញ្ចឹងផងមែនទេល្អណាស់ខ្ញុំប្រញាប់ទៅលក់ផ្ទះសម្បែងសិន
អើឆាប់ទៅលឿនឡើងទៅបើប្តីហាមឯងមិនចាំបាច់ស្ដាប់ប្តីនោះទេកុំឲ្យគេរារាំងឱកាសល្អនេះឲ្យសោះ អើយ៉ាល្បិចពួកឯងនេះសាហាវខ្លាំងម្ល៉េះឥឡូវនេះត្រូវខ្ញុំចាប់បានហើយលោកមេភូមិឯងលោកមេភូមិចាប់ខ្ញុំបានហើយខ្ញុំក៏សារភាពអស់ដែរឯងមិនបាច់តវ៉ាអីទេ អើហេតុអីក៏ឯងនិយាយអស់អញ្ចឹង អូននេះអូនឯងចាញ់ល្បិចពួកគេហើយ អត់ទេអូនមិនបានចាញ់បោកគេនោះទេអូននឹងក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោកណាបងដូច្នេះហើយបងឯងត្រៀមខ្លួនឲ្យហើយទៅ នៅស្រីលះឈប់ល្ងងតទៅទៀតទៅពួកគេកំពុងតែរួមគ្នាបោកប្រាស់ឯងនេះឯងមិនដឹងទៀតមែនទេ នេះអ្នកទាំងអស់គ្នាបោកប្រាស់ខ្ញុំមែនដែរទេ អើយដល់ដំណាក់កាលនេះទៅហើយគ្មានអីបកស្រាយទេត្រូវហើយគឺពួកខ្ញុំបោកនាងហ្នឹងណាប៉ុន្តែឥឡូវអស់លក្ខបាត់ទៅហើយ ហេតុអីក៏អ្នកទាំងអស់គ្នាធ្វើបែបនេះដាក់ខ្ញុំទៅរួចខ្ញុំខំជឿជាក់លើអ្នកទាំងអស់គ្នាខ្លាំងណាស់មិនគួរណាបំផ្លាញខ្ញុំបែបនេះសោះអើអ្នកណាប្រោយឯងចង់បានលុយខុសទំនងបែបនេះធ្វើអីដូច្នេះបើល្ងងអញ្ចឹងសមនឹងឲ្យពួកយើងបោកហើយលោកប្តីអើយឲ្យអូនសុំទោសផងអូនគ្រាន់តែចង់រកលុយឲ្យបងនោះទេប៉ុន្តែមិននឹកស្មានថាត្រូវជួបបញ្ហាបែបនេះសោះ មិនអីទេឥឡូវនេះចាប់ពួកគេបានហើយថ្ងៃក្រោយមុននឹងអូនធ្វើអ្វីមួយត្រូវតែពិភាក្សាជាមួយបងជាមុនសិនណាព្រោះពួកយើងជាប្តីប្រពន្ធខុសត្រូវអីពួកយើងអាចពិភាក្សាអាចជួយគិតគ្នាបាន ចាបងចាប់ពីថ្ងៃនេះតទៅអូននឹងពិភាក្សាជាមួយបងជាមុនមិនធ្វើអីដោយអត្តនោម័តខ្លួនឯងនោះទេ បានហើយតោះអ្នកទាំងអស់គ្នាទៅប៉ប៉លីជាមួយខ្ញុំ